គួរណាប្រាសាទស្អាតហើយនៅចិត្តប៉ុន្តែមិនក៏ស្ងាត់ទេសចរយ៉ាងនេះដូនមាននេះមានរៀនហៅខាងមុខមកធំចាដែលយើងឃើញមុនហ្នឹងលក្ខណៈសម្គាល់ប្រាសាទនេះមួយទៀតយើងមើលពីការលម្អគឺធំទាំងអស់ដូចជានៅលើហ្នឹងនៅសល់សេបលឹងមួយបាទសេបលឹងធំនៅក្នុងខ្ញុំធ្លាប់ឡើងទៅឃើញនៅបាទចាពីខាងលិចមកបងយើងឃើញទៅសនេះធំមែនតើចាអត់ដឹងទៅសឡើងអីគេដែរអាចទៅសបឆោឲ្យមានសុំទ្វារនេះបងបាទមកខាងណោសុំទ្វារអាចសុំទ្វារពីលើទៅសអូអាចនៅកន្លែងនេះអញ្ចឹងចាតែបើយើងអោបទៅសនេះអោបអត់ជុំទេដូចជាចំកន្លះម៉ែត្រ4ជ្រុងអីហ្នឹងបាទកន្លះម៉ែត្រ4ជ្រុងធំមែនតើហើយថ្មមកដុំចាពុះថ្មមកដុំមកធ្វើទៅសកម្ពស់ហ្នឹងមិនដឹងប្រហែលម៉ែត្រទេបាទ4ម៉ែត្រអីមើលទៅចាអូធំបាទយើងសម័យមកពុះថ្មប៉ុណ្ណឹងសម័យនោះបច្ចុប្បន្នយើងកាត់យើងមានម្សិលយើងមានម៉ាស៊ីនរៃកាត់ជាដុំជាកង់ហើយនៅសម័យនោះគាត់ប្រើដៃដាប់ចាពុះថ្មណាចាអញ្ចឹងមិនដឹងចំណាយពេលយ៉ាងម៉េចទៅបាទប្រាសាទដូនមីបាទតម្រង់ស្តៀងគ្នាដែរបាទសុទ្ធតែនៅលើខឿន3ជាន់ទាំងអស់នេះក៏សតវត្សទី12ដែរចាបងដើមសតវត្សទី12ព្រហ្មញ្ញសាសនាដូចគ្នាបាទមានខឿនខ្ពស់ខឿនធំមួយនឹងហើយមានខឿនប្រាសាទមួយទៀតខឿនប្រាសាទចាក៏ប៉ុន្តែមើលទស្សនៈទីនេះទទួលបានអារម្មណ៍សោះស្រាយត្រជាក់ស្រួលអូនៅយើងឃើញសេបលឹងមួយធំបាទមានអ្នកមកគោរពដែរបាទមានបងនៅតែមានជំនឿនៅតែមានជំនឿព្រហ្មញ្ញសាសនានៅតែមានបាទយើងអត់ទេចាញ់យាយជំនឿរបស់ប្រជាជនយើងតើតងពុទ្ធសាសនាចាញ់យ៉ាងថាប៉ុន្តែការជឿរបស់គាត់បាទចាញ់យ៉ាងថាពេលដែលគាត់គេហៅដូចជាគេហៅបូលមើលមកចឹងទៅដូចជាហៅថាកូនចៅគាត់នៅភូមិមានអ្នកណាឈឺគាត់បូលមើលចឹងទៅឧទាហរណ៍ថាលោកតានៅប្រាសាទដូនមាឬក៏លោកតានៅណានៅណីចឹងទៅបាទគាត់ចេះមកឧទ្ទិសថ្វាយអញ្ចឹងទៅបាទយើងឃើញធំហើយយើងឡើងទៅមើលទៀតបាទខ្ញុំបានទៅភ្នំបូកចាមានសេបលឹងធំមែនតើធំជាងគេភ្នំបូកអូនេះបាទតម្កល់នៅប្រាសាទឡើយអូនៅកន្លែងសេបលឹងនេះបើសិនជាយើងមើលតាមរូបរាងមាន4ជ្រុង8ជ្រុងនិងមូលបាទដែលគេតំណាងឲ្យដល់ទេពធំនៃព្រហ្មញ្ញសាសនាបាទព្រះព្រហ្មព្រះនារានិងព្រះឥសូរបាទនៅខាងក្នុងនោះយើងឃើញបំណែករបស់ជើងតម្របាទប៉ុន្តែយើងអត់ឃើញសេបលឹងទេសេបលឹងនេះខ្ញុំគិតថាអាចជាសេបលឹងនេះព្រោះដោយសារបំណែកជើងតម្រហ្នឹងធំដែរបាទអញ្ចឹងគេអាចលើកគេឲ្យលើកពីខ្ញុំម្ដងខ្លះចាតែខ្ញុំប្រាប់បងមុនអញ្ចឹងមានកន្លែងថាគេធ្វើតូចកន្លែងថាគេធ្វើធំបាទនេះជើងតម្រដែរអ្នកស្រីរៀបនេះបងទាំងអស់នេះបាត់បែក4ជ្រុងនេះអូចាជើងតម្រនេះខ្ពស់បាទខ្ពស់ជិត1ម៉ែត្រហ្នឹងចាអញ្ចឹងអូត្រូវហើយបាទកន្លែងព្រោះដោយសារសេបលឹងហ្នឹងប្រហែលជាអាចចូល1ម៉ែត្រកន្លះបាទអញ្ចឹងដាក់នេះទៅធំមែនតើចាភាសានេះអត់ទាន់បានជួសជុលទេតែគ្រាន់តែយើងទល់ត្រឲ្យវាហាត់បាទជៀសវាងហានិភ័យសិនចាប៉ុន្តែជារួមខ្ញុំសួរសំណួរដដែលនឹងមានការជួសជុលមានបងមានទាំងអស់តែម្ដងចាឥឡូវនេះយើងកំពុងតែធ្វើនៅប្រាសាទជើមសិនចាយើងមុននឹងយើងធ្វើការជួសជុលប្រាសាទមួយយើងត្រូវសិក្សាថាហានិភ័យប្រាសាទណាខ្ពស់បាទអញ្ចឹងយើងត្រូវធ្វើប្រាសាទនឹងមុនបាទយល់បាទហើយយើងត្រូវឆ្លងអ្នកជំនាញច្រើនទៀតបាទអូបាទហើយយើងឃើញកន្លែងនេះមានការគេហៅសម័យបារាំងចាដូចជាដាក់ដែកទៀមបាទហើយខាងដូចជាឈើនេះប្រហែលជាខាងអប្សរាយើងធ្វើពេលក្រោយចាបាទព្រួយធ្ងន់ណាបាទថ្មម្ដុំបាទខ្ញុំសួរសំណួរមួយដូចឆោតទៅចោះយើងជួសជុលប្រាសាទមួយលំបាកមែនតើត្រូវការពេលវេលាច្រើនឆ្នាំដើម្បីជួសជុលហើយខ្ញុំគិតវិញចោះតម្រាំគាត់ធ្វើប្រាសាទមួយនេះមែនតិចឆ្នាំទេបាទមិនដឹងប្រហែលឆ្នាំហើយបាទហើយមិនដឹងជំនឿប្រហែលអ្នកច្រើនមួយនេះអញ្ចឹងនេះខឿននេះតាំងពីមុខមកតមករហូតចាឡើយនោះដាច់អញ្ចឹងឬក៏វាយ៉ាងម៉េចបាទនេះឃើញមានដាច់មកប្រឡោះអញ្ចឹងអាចមានកលៀតប្រហែលជា2ម៉ែត្របាទអាចមានកលៀតបាទព្រោះដោយសារបងអាកន្លែងយើងឈរនេះ
សំណង់ខាងលើវាគឺធ្វើពីឥដ្ឋ អូ នេះបងគឺដុំអត់ទាំង នេះឃើញអត់ទេបាទ ដោយគេរៀបខឿនថ្មបីក្រៀមហើយ រៀបអត់ គេរៀបអត់ពីលើ បាទអូចម្លែកមានអញ្ចឹងមានពីប្រាសាទដែលយើងមានរៀនហាល ចា អឺគេហៅអីគេស្ភ្លេចអត់មែនខាងនេះ រៀនហាលដូច រៀនហាលហ្នឹងហើយបាទ